យើងនិយាយសាមញ្ញបែបនេះគ្មានការនឹកខ្លួនឯងគ្មានការលាក់បាំងទេពិតជាគ្មានកំសត់ពិតមែនពិតជាក្មេងដែលកំសត់មែនតែឥឡូវក៏ល្អហើយនាងចូលមកដល់គ្រួសារតកោហើយពួកយើងគឺជាគ្រួសារតែមួយហើយនេះស៊ឺជីនៅក្រៅប្រទីងច្បាស់ជាលំបាកហើយមែនទេឮថាកន្លែងដែលក្មួយធ្លាប់នៅគឺសុទ្ធតែមានលក្ខខណ្ឌមិនសូវល្អនោះទេជាក្មេងស្រីក៏មិនចាំបាច់ប្រឹងប្រែងដល់ថ្នាក់នឹងពេកដែរណាចាំអីទេប្រកាសងារដំរីជាក្មេងស្រីគួរតែរកការងារណាដែលនឹងនៅបន្តិចទៅមើលដូចជាស៊ីឈីរបស់យើងអញ្ចឹងឥឡូវគឺជាអ្នករៀបចំពិធីតាំងពិព័រណ៍សារមន្ទីរការងារក៏ស្រួលបរិយាកាសក៏ល្អហើយថែមទាំងអាចបណ្ដុះគំនិតសិល្បៈបានទៀតផងអូត្រូវហើយស៊ីឈីឥឡូវក្នុងសារមន្ទីរយើងមានពិព័រណ៍អ្វីថ្មីទេសប្តាហ៍ក្រោយមានពិព័រណ៍ពិសេសនៃសិល្បៈ Impression របស់បារាំងខ្ញុំក៏បានខ្ចីគំនូរពិតរបស់ម៉ូណេពីបីផ្ទះមកពីក្រុងប៉ារីសដែរស៊ីយ៉ាកុំថំប្រុសតែពីជួយចិត្តបដៅក្មួយអីក្នុងនាមជាកូនភាសាគ្រូសាហៅក្មួយក៏ត្រូវតែលើកកម្ពស់ការយល់ដឹងពីផ្នែកសិល្បៈរបស់ខ្លួនឯងដែរកុំគិតពីការបកប្រែឯកសារទាំងអស់នោះរាល់ថ្ងៃខ្លាំងពេកសប្តាហ៍ក្រោយក្មួយទៅកន្លែងស៊ីឈីដើម្បីចូលរួមពិធីពិព័រណ៍គំនូរខ្លះទៅលោកអំមួយរយៈនេះខ្ញុំរវល់ការងារនេះសប្តាហ៍ក្រោយមិនទំនេរទេអរគុណហើយដល់បំណងល្អនោះការងារអ្នកការទូតរបស់ឯងមិនគ្រាន់តែជាការបកប្រែឯកសារទាំងអស់នេះទេតើនៅមានអីទៀតក៏មិនមែនគិតតែពីបកប្រាស់ឯកសារដែរសប្តាហ៍ក្រោយខ្ញុំត្រូវចូលរួមពិគ្រោះយោបល់អំពីដំណើរការសន្តិភាពនៅតំបន់សង្គ្រាមទទួលបន្ទុកកិច្ចព្រមព្រៀងបាត់ឈប់បាញ់ដំណើរការសន្តិភាពនៅតំបន់សង្គ្រាមមែនទេជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមុននោះមែនទេចា៎ក្រុមរបស់ខ្ញុំទទួលបន្ទុកផ្ទៀងផ្ទាត់អត្ថបទកិច្ចព្រមព្រៀងជាភាសាចិនហើយនៅមួយផ្នែកទៀតជាភាសាអារ៉ាំកិច្ចព្រមព្រៀងមួយនឹងខ្ញុំដូចជាធ្លាប់ឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ផ្ទៃក្នុងក្រសួងការបរទេសដែលបានចេញសេចក្តីប្រកាសសរសើរក្រុមដែលបានចូលរួមតើជានឹងមែនទេចា៎មែនការងាររបស់ក្រុមទទួលបានការទទួលស្គាល់ហើយនេះនិយាយថាជាក្រុមមិនបានលើកដំណើរការខ្លួនឯងសោះមិនក៏បរិយាកាសប្រែប្រួលអញ្ចឹងមិនក៏បរិយាកាសស្រាប់តែប្រែប្រួលអញ្ចឹងតើជាកិច្ចព្រមព្រៀងអីគេទេក្រែងវាជាទូនាទីការងារខ្ញុំមែនទេចឹងការងារប្រចាំថ្ងៃរបស់បងស្រីច្បាស់ជាគ្រោះថ្នាក់ហើយមែនទេតើត្រូវទៅប្រទេសដែលមានសង្គ្រាមញឹកញាប់ដែរទេមែនហើយពេលការងារតម្រូវគឺត្រូវតែទៅហើយប៉ុន្តែបើប្រៀបធៀបនឹងគ្រោះថ្នាក់ដែលប្រជាជននៅទីនោះជួបប្រទះរាល់ថ្ងៃបរិយាកាសការងារយើងនៅទីនេះគឺល្អណាស់ទៅហើយមិនក៏យកទៅប្រៀបធៀបអញ្ចឹងទៅវិញប្រហែលជាប្រពន្ធនៃបកប្រែដ៏ទើរបស់ខ្ញុំម្នាក់នេះគួរឲ្យចាប់អារម្មណ៍និងក្លាហានជាងអ្វីដែលខ្ញុំបានគិតទៅទៀតផងគ្រាន់តែពេលនោះបីយប់3ថ្ងៃមិនបានបិទភ្នែកផងគាត់ក៏ដេកលក់នៅលើកៅអីប្រលានយន្តហោះមានទាំងរូបថតពេលនោះខ្ញុំបានមើលព័ត៌មានគឺមិនត្រឹមតែលីបាទេបាទតាមផ្លូវស្ទះឡានខ្ញុំមកយន្តតិចហើយបងធំបងទី2ជីយីលោកប៉ូអមបាញ់នេះសួរថាការងាររបស់សេជីគ្រូថ្នាក់រ៉ានមែនទេកាលពីឆ្នាំមុនពេលខ្ញុំបំពេញបេសកកម្មនៅសេរីខ្ញុំក៏បានជួបជាមួយនឹងសេជីដើម្បីជួយសង្គ្រោះកម្មករចិនដែលកំពុងតែជាប់គាំងគឺហ៊ានចេញមុខទៅជាមួយនឹងក្រុមប្រដាប់អាវុធនៅក្នុងតំបន់តែម្នាក់ឯងថែមទៀតផងណាភាគីម្ខាងទៀតសុទ្ធតែកាន់កាភ្លើងធន់ធ្ងន់ហើយវែងហើយស៊ីជីវិញគឺមានតែខ្លួនមួយតែប៉ុណ្ណោះទេគេកាន់ទង់ជាតិដើរចូលទៅប្រហែលជា20នាទីក្រោយមកគេក៏បាននាំមនុស្សចេញមកតែម្ដងទៅលោកគិតមើលទៅថាគ្រោះថ្នាក់ឬអត់ទៅការរៀបការកាលពី6ឆ្នាំមុនខ្ញុំធ្លាប់ប្រាប់នាងថាអ្វីដែលនាងអាចទទួលបានគឺត្រឹមតែជាឈ្មោះលោកស្រីហៅតែប៉ុណ្ណោះទេគ្រូសាហៅមិនពាក់ព័ន្ធនឹងនាងឡើយពេលនេះបើគិតទៅពិតជាគួរចង់សាច់ពិតមែនពេលនោះប្រហែលជានាងគិតថាខ្ញុំល្ងងឬក៏ថោកទាបឲ្យមកទៅនោះជីយីធ្វើបានល្អណាស់វាជារឿងដែលគួរធ្វើតែស៊ីយីដល់ដូចជាមិត្តភក្តិរបស់ខ្ញុំកាលពីមុនជាងដងចិត្តមានរឿងធំលើស្មារតីមានទំនួលខុសត្រូវគ្រូសាហៅរបស់ខ្ញុំមានគ្រូសាហៅបែបនេះគឺជាសម្ដែងរបស់គ្រូសាហៅយើងពិតមែនហើយតោះចូលទៅញ៉ាំបាយសិនទៅ